Hello ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះធីរតនានៅក្រុម SV15 ហើយខ្ញុំ record project final ហើយខ្ញុំមកពីwebsite នេះវាដើរសិនតបមកអានេះគឺជា interface របស់ខ្ញុំវាមានដូចជាកាវមានអីហើយទីហោបើយើង click add ហ្នឹងទៅវា load មកកន្លែងនេះហើយយើង order ក្នុង cart របស់យើង add 2ទៅវាជាប់មកនឹង2ទៅយើងឧបមាយើងចង់ add អាហ្នឹងមួយទៀតអានេះវាមកគុណ2ហ្នឹងយើងសារយើង add វា2ដងហើយអានេះបើយើងចង់ clear អា card ហ្នឹងយើងចុច cancel ហ្នឹងមកហើយយើង clear ទៅអា card ហ្នឹងវាបាត់ហើយហើយទីហោបើឧបមាយើងចង់យើង add ហើយយើងចង់ទិញយើងចង់អីយើងនេះមកអានេះបើភ្ញៀវគេទិញអស់ប្រហែលអញ្ចឹងយើងវាយ amount ដែលគេត្រូវទិញហ្នឹងមកវា load មកហើយឧទាហរណ៍បើយើងវាយលើសចំនួនដែលគេដែលតម្លៃកៅឬក៏តាមហ្នឹងពេលនេះទៅវានឹងមានអា change មានអីហើយអានេះក៏វាយើងទិញប្រហែលក៏វាមាន total ឲ្យបូកនឹងហើយដែរមាន total មាន sub total ហើយមានconvert ទៅលុយខ្មែរលុយដុល្លារអីមានទាំងអស់ទាំង change ទាំងអីហើយពេលយើងចុច check out ទៅវា load invoice ហ្នឹងមកយើងអាចចង់ដូរទៅជា file PDF ចង់ដូរទៅដាក់ក្នុងOneNote របស់យើងក៏បានយើងចង់ដូរទៅ printer ក៏បានកន្លែងនេះយើងទៅសេដាក់ប្រមាណ copy យើងចង់ print មកប្រមាណឬក៏ប្រមាណអី copy ប្រមាណ3ដងអីទៅដល់ពេលអានេះយើងអាចចង់បាន page ឬ page ហ្នឹងមកទាំងអស់ឬក៏យើងចង់ដូរនេះទៅយើងយកតែ specific page យើងចង់បានអានេះយើងដូរពណ៌ដូរអីក៏ដែរអានេះយើងជា letter ដូចជាពួក A3 អីហ្នឹងហើយដល់ពេលនេះយើងអាចដូរ size กระดาษដូរអីអានេះអាចដូរ page ដូរ quality ដូរ margin ដូរអីប៉ុណ្ណឹងហើយបើយើង print ទៅយើងចុចតានេះទៅវា print មកហើយបើយើងដាក់ចូល print ដាក់ចូលអីហើយបើយើងអត់ទេយើងចុច cancel មកវិញវា load មកកន្លែងវិញហើយបើឧបមាបើយើងទិញអាវតម្លៃដូចជា71 98សេនអញ្ចឹងទៅហើយឧបមាគេឲ្យមកតា50អីអត់គ្រប់ពេលយើងចុច check out ទៅវានឹងចេញអា payment fail ហ្នឹងហើយអាហ្នឹង website ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយជប់ឥឡូវខ្ញុំមកវាដើម្បី upload វាដើម្បី upload ចូលក្នុង GitHub មួយ user ហើយពេលទៅពេលហើយនឹងវា load អា file នេះមកទៅពេលចូលក្នុងដើម្បីចូលក្នុង file នេះមកដើម្បី copy អានេះចូលក្នុង GitHub ហើយចូលមកក្នុង GitHub ចូលមកបង្កើតនេះថ្មីមកreport name មកហើយដាក់SV15
ប៉ុណ្ណឹងមកយើងផុស create repository ហើយបន្ទាប់មកចូល upload file ហ្នឹងចូល file explorer ចូលអានេះ copy ហ្នឹងតម្លាក់ចូលក្នុង GitHub ពេលហើយ submit change ហើយអាហ្នឹងគឺចប់ប៉ុណ្ណឹង GitHub តបមកចូលក្នុង Visual បង្កើត new project ដើម្បី host host website យើងមិននឹង import វាហើយអានេះយើងចុចតា deploy មកចាំវាហើយយើងចូលតែ continue dashboard ហើយប៉ុណ្ណឹងគឺចប់អរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះ